This is a drama. I'm the drama. ភាគ 4 ភាគ 5 បញ្ចប់ដោយសម្លេងរបស់ Admin Phuha ជាមួយនឹង Admin SN ឥឡូវជួបគ្នានៅក្នុងភាគទី 6 គឺជាសម្លេងរបស់ Admin ម្ដងទៀតនៅក្នុងភាគទី 6 នេះគឺគេបន្តការពីភាគទី 5 ថាកូនទៅវិពស់ឃើញអីក៏ចេះតែចង់លេបប៉ុន្តែឪនេះណាក៏ឃើញកូនគេហ្នឹងក៏ចង់លេបកូនគេព្រៀបបីដូចជាខ្លួនឯងគេជាពស់អញ្ចឹងបើនិយាយចំទៅទាំងកូនទាំងឪហ្នឹងមិនសូវជាខុសគ្នាប្រហែលទេណាហើយបន្តគេក៏មិនបាក់ដែរដោយសារតែខាងកូនស្រីរបស់យើងអានេះហ្នឹងគឺបច្ឆេះឲ្យគេហ្នឹងគឺក្តៅរោរៀលនិយាយលើកណាក៏ដោយខាងស្រាវឈីហ្នឹងអត់ភ្លេចសោះរំលឹកអារឿងគូរបស់ស្រាវៃបញ្ឆេះភ្លើងឲ្យកូនប្រុសរបស់ Admin ចង់ហើយហ្នឹងណាបើមិនធ្វើឯងថាឃ្លានថាអីណាឲ្យគេណាគឺត្រូវអីឲ្យញ៉ាំឈីឆឹងក៏មិនបានបដិសេធឮថាអូនឃ្លានក៏ចេញទៅរកអីឲ្យអូនញ៉ាំផ្លែឈីឆឹងចូលចិត្តញាស់ស្រាវៃណាឲ្យតែពេលណាដែលគាត់ញាស់ស្រាវៃម្ដងគឺគាត់ឃើញថាស្រាវៃខ្ជូតអញ្ចឹងទៅបាត់ជាគាត់ចូលចិត្តញាស់ស្រាវៃគ្រាន់តែគេចេញទៅបាត់ភ្លាមខាងស្រាវៃរបស់យើងក៏បញ្ញាបញ្ញាប់យកទឹកមកអកផ្លែមិនមែនតែខាងស្រាវឈីទេណាដែលក្តៅសំបីតែគាត់ក៏ក្តៅដែរហើយមិនមែនក្តៅស្អកអីបែបនេះណាគឺក្តៅស្អកបែបរបៀបលក្ខណៈថារួមក្រែរួមអីចឹងណាគេអត់បានរួមក្រែគេក្តៅចឹងហើយប៊ីទៅហើយមិញហ្នឹងគឺប៊ីត្រូវគេចាំលបណាកំពុងតែក្តៅខ្លួនភាយលើកទឹកមកអកហ្នឹងអាទឹកនេះក៏ក្តៅទៀតរួយគ្នាក៏ចេះតែឆ្ងល់កន្លែងរស់នៅក្តៅម្លឹងនេះតែឈីចឹងគេអាចរស់នៅបានយ៉ាងម៉េចទៅហឹកទឹកមួយកែវហ្នឹងមិនទាន់ឆ្អែតគ្នាក៏ទៅបើកទូទឹកកកខ្វារត់ទៅធ្វើឲ្យគ្នាហ្នឹងគឺតក់ស្លុតបែបលក្ខណៈថាគ្នាភ្ញាក់ផ្អើលគឺគាត់បានឃើញអាស្គរដែលគាត់បានធ្វើជូនគេហ្នឹងគឺគេសន្សំទុកឡើងមកកណោគ្នាក៏មានស្នាញញញឹមនៅលើមុខឃើញថាគេដាក់នៅក្នុងទូទឹកកកដាក់អីឡើងត្រឹមត្រូវបែបរក្សាទុកបែបស្រឡាញ់យ៉ាងមកទៅមើលស្គរទាំងអស់ហ្នឹងទៅក៏ដឹងថានេះគេអត់បានឲ្យស្គរទាំងអស់ហ្នឹងទៅកាន់យូរទេគ្នាកំពុងតែឈររាប់ម្ចាស់គេក៏បានមកតាមតនល្មមតែគាត់ដូចជាមិនបានចាប់អារម្មណ៍អីដែរគាត់គ្រាន់តែនិយាយថានំទាំងអស់នេះគឺសុទ្ធតែជាចំណូលចិត្តរបស់ស្វ័យទាំងអស់មុនហ្នឹងនៅក្នុងផ្ទះបាយឥឡូវហ្នឹងក៏មកដល់បន្ទប់ទទួលភ្ញៀវគេចូលទៅងូតទឹកបាត់ហើយខ្លួនក៏ចាប់ផ្ដើមភ័យថាតើគាត់គួរតែចាក់ចេញអត់បើមិនជាគាត់មិនចាក់ចេញនៅពេលនេះទេគឺគាត់ច្បាស់ជាមិនមានអាការនៅពេលក្រោយណាកំពុងតែពិបាកធ្វើការសម្រេចចិត្តផងកញ្ញាយូក៏បានផ្ញើសារមកកាន់ឈីក៏ចូលទៅងូតទឹកអញ្ចឹងគាត់ក៏ដាក់ទូរស័ព្ទចោលដោយក្នុងសារនោះកញ្ញាយូបាននិយាយថាហានីហេតុអីបានជាមិនព្រមទទួលទូរស័ព្ទរបស់គាត់អញ្ចឹងសួរអ្វីឃើញសារហ្នឹងហើយឡើងក្តៅឆេវស្គាល់គេមិនទាន់បានយូរប្រហែលហើយគេសិតតែហានីឡើងផ្អែមល្ហែមតាអង្ការតាក់ទងគ្នាជាមួយនឹងគាត់កុំថាឡាយពាក្យសម្ដីផ្អែមល្ហែមសូម្បីតែពាក្យហានីបែបតូចតាចហ្នឹងក៏គេមិននិយាយផងរវល់តែមួម៉ៅក៏ភ្លេចអារឿងដែលខ្លួនគិតថាចាក់ចេញឬមកក៏មិនចាក់ចេញប៉ុន្តែឥឡូវក៏ប្រហែលជាអស់ឱកាសហើយដោយសារតែខាងឈីឆឹងហ្នឹងគឺគេបានមកដល់បាត់ទៅហើយគ្រាន់តែឈីឆឹងមកដល់ភ្លាមគេក៏ចាប់ផ្ដើមបញ្ចេញស្នាមញញឹមបែបលាក់កំនួចគេចង់បញ្ជាក់ថាកុំសង្ឃឹមថានឹងរួចផុតពីកញ្ញាំខ្លាចអញ្ចឹងណាឈីឆឹងចាប់ផ្ដើមបដូរខ្លួនរបស់ស្រីទៅលើសាឡុងដឹងតាថាគេខ្លាចប៉ុន្តែនៅតែព្យាយាមញ៉ាស់គេទៀតក៏ថែមទាំងសួរថាឯងកំពុងតែខ្លាចមែនស្រីហ្នឹងក៏មករឹងទៀតក៏ថែមតែនិយាយទៀតថាមានអីដែលត្រូវខ្លាចគេក្លាហានតែពីតូចមកម៉េះនិយាយបានតែមាត់អញ្ចឹងទេឈីឆឹងគ្រាន់តែទៅចាប់ចកេះគ្នាតែមួយផ្លែគ្នាក៏ប្រកាច់ឡើងពេញហ្នឹងខៃមុននឹងឯងប្រាប់ថាឯងខ្លាចហីស្រីក៏ចាប់ផ្ដើមរៀងស្កាត់មួយសន្ទុះដល់ពេលដែលឈីឆឹងរៀបនឹងថែមទៅហើយហ្នឹងស្រីគេក៏ចាប់ផ្ដើមចង់ឡើងពីលើគេវិញចង់ធ្វើថប់អញ្ចឹងណាបានយកខ្លួនទៅកធបពីលើគេហើយខាងស្រីបាននិយាយបន្ថែមទៀតថាឈីឆឹងមានបទពិសោធន៍ជាច្រើនដោយសារតែគាត់ឆ្លងកាត់មនុស្សប្រុសជាច្រើនហើយគាត់ក៏តែងតែជាថប់មករហូតហើយវគ្គនេះដែរស្រីគេបានស្នើសុំមិនមែនស្នើសុំទេគឺចាប់ឱកាសដាច់អាហារការតែម្ដងថាខ្លួនហ្នឹងគឺចង់ធ្វើជាថប់បើទោះបីវាជាលើកទី1របស់គាត់ក៏ដោយតើមិនស្គាល់អាពាក្យថប់នឹងមកថំឯណាដោយសារតែបានស្រាវសួយបញ្យល់ការពិភាក្សា2នោះគេសុទ្ធតែបន្ថែមថាអញ្ចេះឈីឆឹងហ្នឹងគឺតែងតែធ្វើថប់មករហូតអញ្ចឹងតែចង់ឲ្យឈីឆឹងស្គាល់រសជាតិនៅពីក្រៅម្ដងអីចឹងទៅធ្វើជាបឋមម្ដងខ្លួនឯងអត់មានប័ណ្ណពិសោធន៍ទេសុទ្ធតែចង់ទៀមទានៅពីលើគេប៉ុន្តែអាហ្នឹងតើតអ្នកចេះតើតអ្នកមានប័ណ្ណពិសោធន៍ច្រើនទៅអាចធ្វើថប់បានណាមិនមែនចេះតែអាចធ្វើថប់បានងាយៗទេសួរអត់មានដឹងតើយូបានឈីឆឹងឲ្យនៅពីលើក្មេងទៅតែចាប់ផ្ដើមសោះហើយមកចង់ធ្វើថប់អីដែរនេះគ្នាក៏ចាប់ផ្ដួលខ្លួនរបស់ស្រីហ្នឹងគឺទៅលើសាឡុងវិញហើយក៏ចាប់ច្របាច់គូតគ្នាឡើងពេញដែរឈីឆឹងបំរុងនឹងសេតខោរបស់ស្រីក៏គំរាមបើសិនជាឈីឆឹងហ្នឹងហ៊ានតែរំលោភគាត់ធានាគឺបានតែខ្លួនរបស់គាត់តែប្រព័ន្ធនោះគឺគ្មានថ្ងៃបានចិត្តគាត់ជាដាច់ខាតឬស្រីនិយាយអញ្ចឹងឈីឆឹងក៏ដកខ្លួនហ្មងទៅម្យ៉ាងស្រីក៏មានរឿងចង់និយាយជាមួយនឹងគាត់ផងស្រីចាប់ផ្ដើមមកចរចាជាមួយនឹងឈីឆឹងដោយគេបាននិយាយថាអញ្ចឹងចេះវិញហើយទោះបីជាលោកមិនព្រមបែកគ្នាជាមួយនឹងយូក៏ដោយលោកនៅតាក់ទងជាមួយនឹងនាងធម្មតាទៅប៉ុន្តែពេលណាដែលលោកទំនេរហើយមានអារម្មណ៍ថាចង់ឡើងក្រែជាមួយនឹងខ្ញុំគឺលោកឲ្យមករកខ្ញុំបានគ្រប់ពេលវេលានៅក្នុងសាច់រឿងគឺគេអត់បាននិយាយអញ្ចឹងទេប៉ុន្តែ admin ចង់ឲ្យអ្នកទាំងអស់គ្នាយល់ដោយសារតែន័យហ្នឹង
គឺទៅផ្លូវតែមួយនិយាយឲ្យចំទៅកូននឹងមានកំណត់អាក្រក់ចង់អូសទាញឲ្យកូនប្រុសរបស់អេមីនឹងខ្លាចទៅជាមនុស្សអាក្រក់ដែរឲ្យគេខ្លាចទៅជាមនុស្សម្នាក់ដែលជិះទូកពីរក្នុងពេលតែមួយគាត់មើលកលែកទៅឆ្វេងក៏មានកលែកទៅស្ដាំក៏មានហោណាបានឈីឆឹងក៏មិនបានបដិសេធរួចក៏ថែមទាំងនិយាយថាតោះពួកយើងសាអីនៅទីនេះគឺមានតែពួកយើងពីរនាក់ឯងលឺអញ្ចឹងភ្លាមមកកូនស្រីយើងក៏បញ្ញាបញ្ញាប់រកកន្លែងខ្លួនឡើងលឿនឈីឆឹងគ្នាក៏លួចញញឹមផងអីផងអាបានញោះគេគឺជាក្តីសុខរបស់គាត់ហើយសម្រាប់យប់នេះផងដែរខាងសួរអ្វីគាត់បានទៅផ្ទះរបស់គាត់ឡើយដោយគាត់ហ្នឹងគឺបានគេងនៅផ្ទះរបស់ឈីឆឹងតែម្ដងប៉ុន្តែពួកគាត់ទាំងពីរនាក់ហ្នឹងគឺគេប្រឆាស់គ្នាដល់តែពេល admin ឃើញគេអញ្ចឹងទៅភ័យខ្លាចតែឈីឆឹងហ្នឹងលួចមើលតាមប្លោះផ្លូវគេតើបបាក់ស្មានចិត្តកូនហ្នឹងដែរហ្នឹងឃើញអត់មាត់ណាកាលពីភាគ4វគ្គដែលសីហាគាត់សម្រាយមិនឃើញផ្ញើរូប sticker លេងណយខ្លួនឯងហើយដល់ពេលកូនស្រីយើងគេបង្ហាញកផ្លូវអញ្ចឹងដែរនោះរៀងសៀវបន្តិចតែបើមើលទៅអ្វីក៏គាត់គេអត់លក់ដែរហ្នឹងប្រហែលជាប្លែកកន្លែងមើលទៅគាត់មើលទៅដូចជារៀងអាសត្វអសរគ្នាក៏បានភ្ញាក់ក្រោកទៅបន្ទប់ទឹករួចមិនតទៅចូលបន្ទប់ទឹកហើយចេញមកវិញហ្នឹងក៏ស្រាប់តែខាងសួរអ្វីហ្នឹងគឺគាត់ច្រឡំកន្លែងខ្លួនឯងមុនហ្នឹងគឺគាត់មិនដេកប្រឆាស់គ្នាប៉ុន្តែពេលនេះគាត់ក៏ស្រាប់តែកេងបែរក្បាលមកកាន់ឈីដែរចុះបន្ទាប់ពីពេលដែលគាត់ត្រឡប់មកកេងវិញមុខរបស់ពួកគាត់ទាំងពីរនាក់គឺមិនទល់គ្នាដល់អញ្ចឹងទៅសួរអ្វីគាត់ក៏បានសម្លឹងទៅឃើញឈីឆឹងប៉ុន្តែគាត់ក៏ស្រាប់តែល្អូងងើម្នាក់ឯងហានេះគាត់ក៏ច្រើនពេកដល់ថ្នាក់សុបិនឃើញគេនៅក្នុងយល់សពផងឈីឆឹងគ្នាក៏បានលឺសំឡេងរបស់សួរអ្វីងើមុននឹងដែរហើយគាត់ក៏សួរបញ្ជាក់ថាតើសួរអ្វីហ្នឹងគឺកេងលក់ឬមកក៏ធ្វើពតមិនបានឃើញមិនបានលឺថាសួរអ្វីហ្នឹងបានតបមកកាន់ខ្លួនវិញគាត់ក៏អូខេហើយគាត់ក៏បានទាញភួយដែលគាត់កំពុងតែដណ្ដប់ហ្នឹងយកមកដណ្ដប់ឲ្យសួរអ្វីបន្ទាប់ពីដណ្ដប់ឲ្យគេហើយឃើញមកកូនស្រីគេខ្ជូតក៏ចង់តែងអាយបន្តិចបន្តួចអីអញ្ចឹងទៅណាក៏ប៉ុន្តែនៅពេលដែលគាត់រកលុបដៃម្អាយទៅហើយហ្នឹងគាត់ក៏ស្រាប់តែនឹកឃើញពាក្យដែលសួរអ្វីបានគម្រាមគាត់កាលពីថ្ងៃកាលពីមុននេះពាក្យដែលគេបានគម្រាមថាបើសិនជាហ៊ានទៅលូកលាន់ខ្លួនរបស់គាត់គឺគេនឹងយកបានតែខ្លួនរបស់គាត់តែប្រពន្ធនោះគឺគ្មានផ្សាយបានបេះដូងរបស់គេជាដាច់ខាតលើបែបហ្នឹងហើយខាងឈីឆឹងក៏អូខេឈប់លូកលាន់គេទៀតខ្លាចថាបានតែខ្លួនប្រានអត់បានបេះដូងគេអីអញ្ចឹងទៅរ៉ូណាបាននេះកូនប្រុស admin ហ្នឹងគឺឡើងសុភាពបរោះតែម្ដងនេះយ៉ាងណាក៏ដោយបើសិនជាគេសុំឆ្លាញ់មុំអីហ្នឹងយកគេខ្លះទៅធ្វើចរិតខ្មោចដូចជាស្រអ្វីពេកព្រោះឲ្យមកធ្វើចរិតខ្មោចដូចស្រអ្វីពេលខ្លះយើងក៏មានអារម្មណ៍ថាខ្លួនឯងមានតម្លៃដែរណានៅពេលដែលយើងនិយាយចរចាជាមួយនឹងគេអនុញ្ញាតអីអញ្ចឹងទៅគេអត់ហ៊ានលូកលាន់ពិតមែនហ៎បន្ទាប់មកសាច់រឿងរបស់យើងក៏កាត់មកដល់ព្រឹកថ្ងៃថ្មីពេលហ្នឹងគឺស៊ូវៃបានមកដល់ clinic របស់ដុកទ័រសែស្រួយវិញហើយសែស្រួយឃើញអញ្ចឹងក៏កុំឲ្យញ៉ាស់លេងទៅពីព្រោះថាកូនស្រីយើងហ្នឹងបាត់ពីផ្ទះមកយប់ហើយចំណែកឯស៊ូវៃវិញគឺគាត់អត់មានតបអីច្រើនទេគឺគាត់ប្រាប់ឲ្យសែស្រួយហ្នឹងមកប៉ះចង្កេះរបស់គាត់ហើយសែស្រួយគាត់ឡើងឆ្ងល់ថៃមិនឲ្យប៉ះប៉ុន្តែហ្នឹងក៏ប៉ះតាមការស្នើសុំទៅពេលដែលប៉ះហើយហ្នឹងស៊ូវៃក៏ចាប់ផ្ដើមឆ្ងល់ថាហេតុអ្វីបានជាសែស្រួយប៉ះគាត់មានអារម្មណ៍អីអញ្ចឹងតែនៅពេលដែលជាឆឹងប៉ះគាត់មានអារម្មណ៍ផ្សេងខុសពីហ្នឹងណកូនស្រីឲ្យដូចគ្នាយ៉ាងម៉េចបានកូនបើមួយជាមិត្តភក្តិហើយមួយជាមនុស្សដែលយើងស្រឡាញ់ហ្នឹងបន្ទាប់មកសែស្រួយក៏បានអោសស៊ូវៃមកកន្លែងស្ងាត់តែពីរនាក់ពីព្រោះគាត់មានរឿងចង់និយាយ5រឿងដែលគាត់ចង់ប្រាប់ហ្នឹងគឺអត់មានអីក្រៅពីឈីឆឹងឡើយគឺគាត់ហ្នឹងបានដឹងមកថាឈីឆឹងហើយនឹងឆឹងអ៊ីហ្នឹងគឺជាគូសត្រូវស្នេហាជាមួយគ្នាកូនស្រីយើងឮហើយគឺថាមានការចង់ដឹងជាខ្លាំងដល់ពេលអញ្ចឹងទៅស៊ូវៃក៏បន្តនិយាយថាការដែលឈីឆឹងរៀននៅសាកលវិទ្យាល័យហ្នឹងគឺគាត់មានសង្សារប្រុសមួយដែលមានឈ្មោះថាវ៉ាងស៊ូប៉ុន្តែវ៉ាងស៊ូនឹងបែរជាបានទៅដេកជាមួយឆឹងអ៊ីដែលជាមិត្តជិតស្និទ្ធរបស់ឈីឆឹងទៅវិញហើយបន្ទាប់ពីដឹងរឿងហ្នឹងហើយឈីឆឹងនិងវ៉ាងស៊ូនឹងក៏បានបែកគ្នាទៅហើយវ៉ាងស៊ូនឹងក៏បានទៅបរទេសហើយទំនាក់ទំនងឈីឆឹងនិងឆឹងអ៊ីក៏លែងល្អដូចមុនគឺដោយអ្វីដែលអ្នកទាំងអស់គ្នាបានឃើញនឹងឯងបើថាមានឱកាសជន់គឺជន់ប៉ុន្តែនៅមុខមានលក្ខណៈល្អមិត្តផងសត្រូវផងហើយរឿងហ្នឹងវាបានកើតឡើងអស់រយៈពេល6ឆ្នាំហើយអ្នកទាំងអស់គ្នាតាំងពីពួកគាត់នឹងបានបញ្ចប់សាកលវិទ្យាល័យមកក្នុងកំឡុងពេល6ឆ្នាំមុននេះឈីឆឹងគឺតែងតែសងសឹកទៅកាន់ឆឹងអ៊ីវិញទៅលើទង្វើដែលឆឹងអ៊ីបានធ្វើចំពោះគាត់គឺឲ្យតែឆឹងអ៊ីពេញចិត្តឬស្រឡាញ់អ្នកណាហ្នឹងគឺឈីឆឹងរបស់យើងនឹងទៅដើមម្នាក់ហ្នឹងមកហើយលក្ខណៈថាសងវិញឲ្យដឹងពីទំហំនៃការឈឺចាំកូនស្រីយើងលើហើយក៏ភ័យខ្លួនខ្លាចថាឈីឆឹងរកឃើញការពុតថាគាត់គឺបោកប្រាស់ពេលនោះឈីឆឹងច្បាស់ជាមិនលើកលែគាត់ទេសែស្រួយក៏បានផ្ដល់យោបល់ទៅថាឲ្យស៊ូវៃរបស់យើងហ្នឹងគួរតែបញ្ឈប់រឿងហ្នឹងឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានទៅមនុស្សដូចឈីឆឹងគឺជាមនុស្សដែលមិនគួរទៅរញ៉េរញ៉ៃនោះទេស៊ូវៃក៏បាននិយាយទាំងទឹកមុខសពសពនទៅថាប្រហែលជាយឺតពេលនៅក្នុងការបកក្រោយហើយចំពោះរឿងមួយហ្នឹងសែស្រួយលើអញ្ចឹងក៏ថាអត់អីទេចាំគាត់ជួយដោយសារតែគាត់ហ្នឹងគឺជាអ្នកប្រឹក្សាស៊ូវៃរបស់យើងតាំងពីដើមមកហើយគាត់ថាគាត់នឹងទៅសួរឆឹងអ៊ីបន្ថែមអំពីវ៉ាងស៊ូហ្នឹងថាតើយ៉ាងម៉េចឲ្យប្រកាសចំពោះរឿងមួយហ្នឹងតែតាមក៏ពិតទៅអ្នកទាំងអស់គ្នាអាចជួយហ្នឹងគឺជារឿងមួយទេតែធៀបពិតហ្នឹងគឺចង់ដឹងរឿងគេច្រើនជាងហើយនៅពេលដែលត្រូវស៊ូវៃយើងចាប់បានអ្នកទាំងអស់គ្នាមើលមុខគេធ្វើឡើងអេះអូនប៉ិនសាហាយកូនបន្ទាប់មកសាច់រឿងក៏កាត់នៅពេលដែលស៊ូវៃត្រឡប់មកផ្ទះ
ទះរបស់គាត់ហើយឆឹងអ៊ីអ្នកទាំងអស់គ្នាគឺជាអនាគតកូនប្រសារល្អដល់ហើយគឺគាត់នឹងបានយកអីវ៉ាន់ឡើងច្រើនមកផ្ញើអនាគតម៉ែក្មេងកាលពីម្សិលមិញអ្នកម៉ារបស់ស៊ូវ៉ៃគឺគាត់ទៅសើឈីជើងអត់ដាច់ពីមាត់ទេថាជាក្មេងល្អស៊ូវ៉ៃក៏ថាគឺគាត់នឹងអត់ចង់បានរបស់អ្នកដទៃទេទាំងតែគាត់នឹងបានធ្វើអីសោះនោះម្ដាយរបស់គាត់នឹងក៏បានយកស្របនឹងកំណត់នឹងដែរអញ្ចឹងហើយគាត់ក៏បានឲ្យស៊ូវ៉ៃរបស់យើងនឹងយកពោតទៅផ្ញើឈីជើងពីព្រោះគាត់សង្កេតឃើញថាឈីជើងនឹងគឺចូលចិត្តពោតខ្លាំងមែនតើស៊ូវ៉ៃគឺគាត់យកព្រមទាំងដកដង្ហើមធំដោយសារតែកំណត់របស់គាត់នឹងគឺមិនមែនចឹងទេគឺចង់សម្ដៅលើថាអត់ទទួលអំណោយរបស់ឈីជើងហើយបកគមអំណោយនឹងទៅឲ្យឈីជើងវិញអីបាត់ហ្នឹងប៉ុន្តែម៉ាក់របស់គាត់បែរជាយល់ផ្ទុយទៅវិញឈីជើងពេលហ្នឹងគឺគាត់បានទទួលពោតដែលអនាគតម្ដាយក្មេងរបស់គាត់នឹងបានផ្ញើមកហើយគាត់ក៏កំពុងញ៉ាំផងដែរអញ្ចឹងមានន័យថាលោកបងពោះយើងនឹងគឺគេចូលចិត្តញ៉ាំពោតអញ្ចឹងអ្នកទាំងអស់គ្នារើសទៅថាចង់ខ្លាចជាពោះអត់ចង់ខ្លាចជាពោតហើយភ្លាមនោះកាំងជឺក៏បានមករកគាត់កាំងជឺនៅពេលដែលឃើញឈីជើងរបស់យើងញ៉ាំពោតអញ្ចឹងគាត់ក៏ចង់ញ៉ាំដែរដោយសារតែគ្នាអត់បាយថ្ងៃត្រង់ប៉ុន្តែគួរអាណិតកាំងជឺណាស់អ្នកទាំងអស់គ្នាដោយសារតែលោកបងពោះយើងនឹងគឺកាំងពោតសាហាវអត់ឲ្យកាំងជឺនឹងញ៉ាំទេថាបើចង់ញ៉ាំទៅទិញញ៉ាំខ្លួនឯងទៅលក្ខណៈថាពោតនឹងគឺម៉ាក់ក្មេករបស់គេផ្ញើមកហើយអូនគឺជាអ្នកយកមកឲ្យអញ្ចឹងដាច់ខាតអត់មានអ្នកណាអាចញ៉ាំបានទេក្រៅពីគេម្នាក់ហួយហួងហែងពោតខ្លាំងបន្ទាប់មកឈីឆឹងក៏បានសួរទៅកាន់កាំងជឺពីរឿងដែលគាត់ឲ្យទៅធ្វើថាវាយ៉ាងម៉េចហើយកាំងជឺបានស៊ើបដឹងថាអ្វីដែលឈីឆឹងសង្ស័យនឹងគឺពិតជាត្រឹមត្រូវមែនអ្នកដែលលួចប៉ងពោះរបស់គាត់ទៅលក់នឹងគឺមិនមែនមានតែម្នាក់នោះទេហើយពួកគាត់ក៏ស្វែងរកឃើញអ្នកដែលទុកចិត្តដែលអាចជួយពួកគាត់បានដែរប្រសិនបើពួកគាត់ចង់យកពោះនឹងទៅដាក់កន្លែងផ្សេងគឺពួកគាត់អាចធ្វើបានយ៉ាងឆាប់រហ័សហ្មងឈីឆឹងក៏បានសួរទៅថាប៉ាគាត់ដឹងរឿងនឹងអត់កាំងជឺក៏បានឆ្លើយយ៉ាងជឿជាក់ថាច្បាស់ណាស់គឺមិនដឹងនោះទេពោះគឺមិនទាន់បានផ្លាស់ប្ដូរទីកន្លែងលាក់នៅឡើយទេគឺនៅកន្លែងកង់ទៀនដដែលនឹងឈីឆឹងគាត់សួរអញ្ចឹងគាត់ភ័យពីព្រោះថាបើសិនជាប៉ាគាត់ដឹងថាពួកគាត់ដឹងថាទីតាំងពោះនៅណាច្បាស់ណាស់ថាប៉ាគាត់នឹងយកពោះនឹងទៅដាក់នៅលាក់កន្លែងផ្សេងទៀតហើយភ្លាមនោះការសន្ទនារវាងកាំងជឺនិងឈីឆឹងក៏ត្រូវបានកាត់ផ្ដាច់ដោយសារតែស៊ូវ៉ៃនឹងខលមកកាន់កនគឺនាងស៊ូវ៉ៃគេខលមកត្អូញត្អែប្រាប់អនាគតប្តីគេថាថ្ងៃហ្នឹងគឺគេហត់ខ្លាំងឈីឆឹងឮសំឡេងអូនគេហើយគឺមកគេឡើងញញឹមហើយក៏សួរទៅកាន់អូនទៅថាធ្វើអីគេបានហត់ហើយកូនស្រីរបស់យើងហ្នឹងក៏បានរៀបរាប់ឡើងហោហែទៅប៉ែឡត់ទៅថាគេនឹងបានធ្វើអីខ្លះចំណែកអាបងរបស់គេវិញស្ដាប់ប្អូនគេល្អឡើងញញឹមឡើងមានក្តីសុខហ្មងប៉ុន្តែនៅពេលដែលកូនស្រីរបស់យើងប្រាប់ថាគាត់ប៊ីនឹងត្រូវពោះចឹកនៅពេលដែលគាត់ព្យាយាមបដូរសម្បុករបស់ពោះហ្នឹងឈីឆឹងរបស់យើងក៏ចាប់ផ្ដើមបដូរទឹកមុខមកជាភ័យវិញខ្លាចអូនគេមានគ្រោះថ្នាក់អីប៉ុន្តែមានណាកូនស្រីរបស់យើងនឹងរែផ្លេចលះសឹងអីហ្នឹងគឺគាត់កិច្ចបានមុនពោះចឹកទៀនឥឡូវអ្នកទាំងអស់គ្នាយើងមកលេងការទាយមួយតោះដោយសារតែកូនពោះពេលហ្នឹងគឺអាចចឹកម៉ែពោះបានទេអញ្ចឹងតើឪពោះអាចចឹកម៉ែពោះបានដែរឬអត់ហើយបើសិនជាចឹកបានតើចឹកបាននៅភាគទីប្រមាណឈីឆឹងនៅពេលដែលលើថាពោះមិនអាចចឹកអូនគេបានហ្នឹងគេក៏ធូរចិត្តមកវិញហើយក៏ឆ្លៀតផ្ដាំប្រាប់អូនគេថាថ្ងៃស្អែកហ្នឹងគឺមានភ្លៀងឲ្យយកឆាត់ទៅតាមផងអូយបារម្ភគេសឡំកូនស្រីយើងនៅពេលដែលត្រូវឲ្យបងបារម្ភហើយផ្ដាំអញ្ចឹងគ្នាក៏អ៊ីនទៅហើយក៏សុំដាក់ទូរស័ព្ទចុះត្រឹមហ្នឹងទាំងអ៊ីនអូហូយឈីឆឹងបន្ទាប់ពីគាត់និយាយទូរស័ព្ទជាមួយអូនគាត់រួចហើយហ្នឹងគាត់ក៏ត្រូវភ្ញាក់ជាមួយនឹងកាំងជឺដែលកំពុងតែសម្លឹងមកកាន់គាត់កាំងជឺក៏បានញ៉ាស់ទៅកាន់គាត់ទៅថាអ្នកណាគេដែលឈីឆឹងរបស់យើងហ្នឹងនិយាយជាមួយអីក៏ចម្លែកម៉េចដោយសារតែឈីឆឹងហ្នឹងគឺអត់ចូលចិត្តនិយាយទូរស័ព្ទទេហើយនិយាយទូរស័ព្ទហ្នឹង1នាទី2នាទីហ្នឹងគឺអស់ហើយតែនេះអត់ទេអាចដល់9នាទី10នាទីពេលខ្លះឈានដល់កន្លះម៉ោងទៅទៀតកាំងជឺក៏កំពុងតែសង្ស័យថាឈីឆឹងយើងហ្នឹងកំពុងតែមានស្នេហាហើយឈីឆឹងបន្ទាប់ពីត្រូវកាំងជឺញ៉ាស់អញ្ចឹងក៏បានសម្លាក់ដាក់មួយទុកជាការគម្រាមកាំងជឺឃើញអញ្ចេះគឺហ៊ាននៅទៅទេគឺចេញទៅប្រន់ចំណែកឯឈីឆឹងវិញក៏បន្តញ៉ាំពោទាំងសប្បាយចិត្តទៅអូហូយមនុស្សមានស្នេហាអញ្ចឹងមែនណពិភពលោកស៊ីចម្ពោងាកមកកាន់ឆឹងអ៊ីនិងលីវ៉ាងវិញពេលនឹងលីវ៉ាងបានប្រាប់ដំណឹងទៅកាន់ឆឹងអ៊ីថាបងស្រីរបស់ឈីឆឹននឹងត្រឡប់មកប្រទេសវិញនៅរយៈពេល 2-3 ថ្ងៃទៀតឆឹងអ៊ីឮហើយគាត់ក៏តបថាអូវានឹងកាន់តែរស់រវើកហើយពេលនេះកន្លែងនេះគឺគាត់ចង់សម្ដៅលើថាឈីឆឹងមិនកំពុងតែត្រូវអន្ទាក់របស់ស៊ូវ៉ៃហើយឥឡូវបងស្រីរបស់គាត់ក៏មកទៀតអញ្ចឹងរឿងហ្នឹងវារត់តែសប្បាយឡើងអញ្ចឹងណាហើយលីវ៉ាងក៏បានប្រាប់ឆឹងអ៊ីបន្ថែមថាកូនស្រីសែស៊ុយរបស់យើងហ្នឹងគឺបាននិយាយសួរនាំអំពីឆឹងអ៊ីហើយគាត់នឹងសង្ស័យថាតិចលោកគ្រូពេទ្យសែស៊ុយរបស់យើងហ្នឹងចាប់អារម្មណ៍ទៅលើឆឹងអ៊ីទៅឆឹងអ៊ីគាត់គ្រាន់តែលើចឹងហើយគឺគាត់ដឹងពីគោលម្ដងកូនស្រីយើងហ្មងអញ្ចឹងហើយគាត់ក៏បានសួរលីវ៉ាងបន្ថែមថាតើសែស៊ុយកូនស្រីរបស់យើងហ្នឹងមានបានសួរបន្ថែមអំពីឈីឆឹងឬអត់លីវ៉ាងគាត់ក៏ឆ្លើយថាត្រូវហើយគឺពិតជាសួរមែនប៉ុន្តែគឺគាត់មានអារម្មណ៍ថាសង្ស័យអញ្ចឹងហើយគឺគាត់កិច្ចហើយនឹងរលេះអត់ឆ្លើយសំណួរទាំងអស់ហ្នឹងទេឆឹងអ៊ីមុនហ្នឹងគាត់រៀនសុភជប៉ុនអំពីគោលបំណងកូនស្រីយើងពេលហ្នឹងគឺគាត់រត់ច្បាស់ហ្មងគឺគាត់ជឿជាក់ 100% ហ្មងហើយគាត់ក៏ប្រាប់លីវ៉ាងថាជឿអត់ថានៅពេលដែលពួកគាត់ជិះកាត់ឃ្លានបន្តិចទៀតហ្នឹងថាសែស៊ុយនឹងខាត់ពួកគាត់ចប់ហើយកូនស្រីសែស៊ុយខ្ញុំគេដឹងកាឡាអស់លេងហើយគេដឹងចំណុចខ្សោយទៀតចាំមើលទៅមកទៀតដឹងមិន
មិនមកទេកូនខ្ញុំហើយទីបំផុតអ្វីដែលឆឹងអ៊ីកត់ហ្នឹងគឺអត់មានខុសសំបីតែ 1% គឺកូនស្រីរបស់យើងគឺព្យាយាមតាក់ទាញគេដើម្បីបញ្ឈប់គេពិតមែនឆឹងអ៊ីហ្នឹងក៏អញ្ចឹងដែរអាងតែខ្លួនឯងជាភាគីមានប្រៀបធ្វើចរិតឡើងលយអាងតែកូនស្រីយើងចង់និយាយជាមួយគាត់គាត់ធ្វើសម្ដែងចរិតឡើងលយគាត់ថាមានការអីលោកគ្រូពេទ្យសែស្រួយគឺខ្ញុំហ្នឹងមានការប្រញាប់ដើម្បីត្រូវទៅសូមចេញពីផ្លូវរបស់ខ្ញុំទៅចង់និយាយថានៅពេលដែលគេជាភាគីមានប្រៀបគេចង់ធ្វើអីក៏បានដែរវាអញ្ចឹងណាកាលមុនគេមកចង់ជួបចង់និយាយរយយើងប៉ុន្តែឥឡូវអត់ទេគេលេងចរិតវិញពីព្រោះតែយើងនឹងត្រូវការគេដឹងចំណុចខ្សោយរបស់យើងហ៎កូនស្រីយើងហេតុតែចង់និយាយជាមួយឈីឆឹងដើម្បីស៊ើបរឿងដែលគាត់ចង់ដឹងអញ្ចឹងឯងគាត់ក៏បានកុហកឈីឆឹងអំពីជំងឺរបស់គាត់ថាឈីឆឹងនឹងច្បាស់ជាមានជំងឺអ្វីមួយយ៉ាងហើយពីព្រោះថានៅពេលដែលគាត់នៅចិត្តឈីឆឹងគឺគាត់តែងតែមានអារម្មណ៍ថាឈីឆឹងហាក់ដូចជាចិត្តស្លាប់ឈីឆឹងគឺប៉ាន់សាហាវគាត់ដឹងថាកូនស្រីរបស់យើងកុហកប៉ុន្តែគាត់សម្ដែងកំដររបៀបលក្ខណៈថាចាក់បដ ហើយកូនស្រីយើងបានបន្តទៅថាបើសិនជាឆឹងអ៊ីចង់នៅរស់នឹងឲ្យមកតាមគាត់ដើម្បីនិយាយគ្នាមកឆឹងអ៊ីអ្នកទាំងអស់គ្នាហេតុតែគាត់ដឹងរឿងគឺគាត់ឡើងអស់សេនាយកូនស្រីរបស់យើងហ្មងហើយគាត់នឹងក៏បានញាក់ចិញ្ចឹមទៅកាន់លីវ៉ានគាត់ថាមិនដែរជឿគាត់អត់ដូចអ្វីដែលគាត់គិតអញ្ចឹងតែដូចដឹងស្រាប់អញ្ចឹងទោះបីជាគាត់ដឹងក៏ដោយក៏គាត់កំដរកូនស្រីយើងលេងនៅក្នុងកែមមួយនឹងដែរខ្លាចអីនឹងលេងបើគាត់ជាភាគីខាងមានព្រៀបហើយនឹងឆឹងអ៊ីណាគាត់ក៏បានមកតាមកូនស្រីរបស់យើងហើយគាត់នឹងក៏បានធ្វើជាសួរកូនស្រីយើងថាមិនដែរជំងឺរបស់គាត់នឹងតើអាចមានវិធីព្យាបាលអត់កូនស្រីរបស់យើងគឺគាត់អត់ទាន់ឆ្លើយទេប៉ុន្តែគាត់បែរជាសុំជំនួយពីឆឹងអ៊ីទៅវិញគាត់ថាសូមឲ្យឆឹងអ៊ីនឹងជួយដោយសត្វទឹកចិត្តហើយអត់មានបំណងចង់បានអីទៅវិញជួយដែលអត់ដែនកំណត់ដោយសារតែឆឹងអ៊ីនឹងគឺមានភាពស៊ាំខ្លាំងមែនតើជាមួយនឹងពស់ហើយក៏មានបទពិសោធន៍អំពីពស់នឹងច្រើនដែរអញ្ចឹងហើយកូនស្រីរបស់យើងនឹងគឺមានមិត្តភក្តិម្នាក់ដែលគាត់នឹងចង់មានភាពស៊ាំក៏ដូចជាបទពិសោធន៍ច្រើនជាមួយនឹងពស់ដែរអញ្ចឹងហើយគឺចង់រៀនអាជំនាញទាំងអស់នឹងពីឆឹងអ៊ីគឺគាត់ចាប់បដោយកូនស្រីយើងគ្រប់យ៉ាងតែម្ដងហើយជាក្នុងឱកាសហ្នឹងគឺកេងចំណេញកូនស្រីយើងទៀតអ្នកទាំងអស់គ្នាគាត់ក៏បានរុកដៃនឹងមកចាប់កផ្លូវកូនស្រីរបស់យើងហើយសួរថាតើម្នាក់មិត្តភក្តិកូនស្រីយើងនឹងចង់រៀនពីអីវិញបើតាមចរិតធម្មតារបស់កូនស្រីយើងដូចរាល់ដងឆឹងអីធ្វើប៉ុណ្ណឹងដឹងតែត្រូវមកកភ្លៀងដោយការមុនទៀតហើយប៉ុន្តែពេលហ្នឹងគឺគាត់ខំទប់ខំទ្រាំដើម្បីតែកោដដៅរបស់គាត់ហើយចាំមើលនៅពេលដែលគាត់ដឹងថាឆឹងអីបានដឹងគ្រប់យ៉ាងហើយធ្វើនឹងគ្រាន់តែបោកគាត់ចាំមើលគាត់ខឹងប៉ុណ្ណាទេបន្ទាប់មកសែស្រួយហ្នឹងគាត់ក៏ចាប់ផ្ដើមនិយាយរឿងប្រឆាត់ប្រឈៀងសួរសំណួរនេះសួរសំណួរនោះដើម្បីឈានទៅដល់ចំណុចដែលគាត់ចង់បានទៅដល់សាច់រឿងដែលគាត់ចង់ដឹងកាឡាអុកមួយហ្នឹងមិនឈីឆឹងជាអ្នកមានប្រៀបអញ្ចឹងគឺគាត់ដឹងថាកូនស្រីរបស់យើងហ្នឹងចង់ដឹងអីគេហើយចង់បានចម្លើយបែបម៉េចអញ្ចឹងហើយនៅពេលដែលគាត់ឆ្លើយគឺគាត់ឆ្លើយរបៀបថាអូចិត្តទៅដល់អីដែលសៀស្រួយយើងហ្នឹងចង់ដឹងហើយពេលខ្លះហ្នឹងរបៀបថាអាកប្បកិរិយាឬក៏សូរសៀងនៃការនិយាយមកហ្នឹងហាក់ដូចជាចម្លើយដែលកូនស្រីយើងកំពុងចង់ដឹងហើយប៉ុន្តែតប៉ែខ្លាំងមែនតើដល់ពេលគាត់ឆ្លើយមកគឺអត់ចំអីដែលកូនស្រីយើងចង់ដឹងទេសៀស្រួយពេលហ្នឹងគឺគាត់មើលក្នុងចិត្តខ្លាំងមែនតើហើយនៅពេលដែលគាត់ខំប្រឹងលះបង់ដល់ប៉ុណ្ណឹងហើយលទ្ធផលចុងក្រោយវាបានអីសោះគឺគាត់ចង់ដឹងអំពីទំនាស់រវាងឈីឆឹងនិងឆឹងអ៊ីតាក់ទងនឹងស្នេហាការពួកគាត់រៀននៅសាកលវិទ្យាល័យប៉ុន្តែឥឡូវគឺអំបិលត្រូវទឹកអស់ហើយមើលទឹកមុខឆឹងអ៊ីទៅអ្នកទាំងអស់គ្នានៅពេលដែលបានញ៉ោះឲ្យធ្វើបាបកូនស្រីយើងគឺគេសប្បាយអរខ្លាំងហើយគណៈពេលនោះផងដែរសែស្រួយក៏បានចូលមកដោយសារតែសែស្រួយនឹងគឺបានស្ដាប់ឮការសន្ទនាពីអ្នកនឹងអញ្ចឹងហើយក៏បានដឹងថាពោះរបស់ឈីឆឹងពេលហ្នឹងត្រូវបានបាត់អស់ហើយគឺដោយសារតែមុនហ្នឹងឆឹងអ៊ីក៏បាននិយាយអំពីការបាត់ពោះរបស់ឈីឆឹងដែរអញ្ចឹងហើយគឺគាត់មកសួរឆឹងអ៊ីថាហេតុអីបានជាពោះរបស់ឈីឆឹងហ្នឹងត្រូវបានបាត់ទៅឆឹងអ៊ីក៏ប្រាប់ទៅថាឪពុករបស់ឈីឆឹងហ្នឹងហើយជាអ្នកយកទៅកាលណាតកូនមិនស្ដាប់ប្រកបគឺឪពុកម្ដាយដាក់ទោសអញ្ចឹងឯងហើយមូលហេតុដែលឈីឆឹងទៅធ្វើការនៅក្រុមហ៊ុនហ្នឹងគឺដោយសារតែការបង្ខំរបស់ឪពុកគាត់ដូចគ្នាព្រោះតែយកពោះមកគំរាមបន្ទាប់ពីដឹងរឿងទាំងអស់ហ្នឹងហើយកូនស្រីរបស់យើងទាំងពីរនាក់គឺមើលមុខគ្នាតែម្ដងដោយសារតែពូគាត់យកច្រឡំមកហើយសួរវ័យរបស់យើងគឺមិនបង្អង់នោះទេគឺគាត់រត់ចេញទៅក្រៅតែម្ដងប្រហែលជាទៅរកឈីឆឹងមកទៅតាមពិតទៅសួរវ័យគេមកជួបកាងជើដោយសារតែគេមានសំណួរខ្លះចង់សួរអំពីឈីឆឹងកាងជើក៏តបអំពីស្ថានភាពរបស់ឈីឆឹងសួរវ័យគេថាត្រូវហើយលោកស្គាល់ឈីឆឹងជាច្រើនឆ្នាំហើយត្រូវអត់កាងជើក៏ងក់ក្បាលទៅថាត្រូវហើយសួរវ័យក៏និយាយទៀតដូច្នេះគេបែបនឹងតាំងពីដើមមែនទេសូម្បីតែវាមិនមែនជាក្រុមហ៊ុនរបស់គេផងហ្នឹងកាងជើគេថាមិនមែនអញ្ចឹងទេគឺដោយសារតែអ្នកប្រុសបានផ្ដោតទៅលើការចិញ្ចឹមពោះវិញសួរវ័យក៏ឆ្ងល់ថាអញ្ចឹងតើគេអាចទ្រាំលំបាកជាមួយនឹងក្រុមហ៊ុនបានអត់មើលទៅឈីឆឹងគេហាក់បីដូចជាដូរ department ច្រើនដងហើយយ៉ាងណាមិញកាងជើគេថាបើទោះជាអ្នកប្រុសរបស់គេមិនអាចធ្វើការក៏ដោយក៏គេត្រូវតែនៅដែរព្រោះថាពោះរបស់អ្នកប្រុសគេទាំងអស់ពេលនេះនៅក្នុងដៃរបស់លោកប្រធានឯណោះដូច្នេះហើយពេលនេះលោកប្រធានគឺពិតជាមានប្រៀបមែនតែនបើសិនជាគាត់ចង់បញ្ជាឲ្យឈីឆឹងទៅកើតគឺទៅកើតហើយបើថាគាត់បញ្ជាឲ្យទៅលិចគឺទៅលិចសរុបរួមទៅអ្នកប្រុសរបស់គេគឺមិនហ៊ានមិនស្ដាប់បញ្ជាទេណាលើបែបហ្នឹងសួរវ័យក៏គិតក្នុងចិត្តថា
អញ្ចឹងការងាររបស់គេទាំងអស់សុទ្ធតែបានរបស់គេជាអ្នករៀបចំខ្ញុំបានគិតថាគេធ្វើដោយសារតែខ្ញុំតើហេតុអីបានជាខ្ញុំទើបតែដឹងវាឥឡូវនេះអញ្ចឹងមនុស្សដែលក្បាលរឹងដូចជាឈីឆឹងតើគេអាចឲ្យមិត្តស្រីរបស់គេគ្រប់គ្រងគេដោយរបៀបណានោះស្រាប់តែពេលនឹងកាងជឿគេដូចជារវល់ហើយណាចឹងហើយសួរវិញគេក៏លាចេញទៅវិញទៅគេថាគេមានការដែលត្រូវធ្វើទៀតអ្នកដែលខលមកកាងជឿគឺជាយាកាងជឿក៏លន់មកថាថ្ងៃនេះយើងដូចជាល្បីម្លេះដោយសារតែថ្ងៃនេះគេមានអ្នក100គេច្រើនណយាក៏និយាយទៅកាន់កាងជឿឡើងផ្អែមល្អតែម្ដងណាដោយនាងនិយាយថាសែវកាងខ្ញុំមានរឿងខ្លះដែលចង់សួរលោកថ្មីនេះខ្ញុំបានខលទៅកាន់ឈីឆឹងហើយបានជាគេចេះតែរវល់រហូតអញ្ចឹងនិយាយអញ្ចឹងហើយនាងក៏ធ្វើជាយំទៀតហើយនាងក៏សួរកាងជឿទៀតថាតើគេកំពុងតែមានថ្មីមែនទេខ្ញុំបានខលទៅគេជាច្រើនដងហើយរួចហើយនាងក៏បន្ថែមការយំបន្ថែមទៀតណានាងក៏និយាយទៀតមិនអីទេលោកប្រាប់ខ្ញុំមកថាម្នាក់នោះជានរណាខ្ញុំនឹងមិនប្រាប់នរណាគេទេតែបានអីកាងជឿគេថាគេមិនដឹងដែរនឹងគ្រាន់តែកាងជឿមិនដឹងអញ្ចឹងណានាងក៏បាត់ទូរស័ព្ទតែម្ដងគ្មានលាគ្មានអីសោះបើសិនជាណាគេបាននាងមិនដឹងថាកម្មមិនទេណោះបើនាងពុតត្បត់សង្អីឲ្យនឹងតើណាគេមានមកនាងស្រឡាញ់យើងក៏លេចទៅមើលសួរវយវិញពេលនេះគេកំពុងតែដើរបណ្ដើរនឹកឃើញទៅដល់ឈីឆឹងបណ្ដើរដំបងឡាយគេនឹកឃើញដល់ពេលដែលឈីឆឹងបានព្រមរបួសឲ្យគេនឹកឃើញអញ្ចឹងហើយនឹងក៏ប៉ះក្បាលរបស់ខ្លួនឯងណានឹងពេលដែលឈីឆឹងបាននិយាយប្រាប់គេថាចាប់ពីពេលនេះតទៅឯងត្រូវតែទៅមកចាំយើងធ្វើជាក្នុងមហិរបស់ឯងរីឯគ្រាមួយនោះវិញសួរវយគេឡើងសប្បាយចិត្តតែម្ដងដោយសារតែគេបានឃើញស្ករទាយដែលគេបានឲ្យឈីឆឹងនឹងគឺថានៅក្នុងប្រអប់ទាំងអស់គេសប្បាយចិត្តដែលឃើញឈីឆឹងបានរក្សាវាទុកមិនតែប៉ុណ្ណោះទេឈីឆឹងគេថែមទាំងចេះយកចិត្តទុកដាក់ចំពោះម៉ាក់ក្មេកទៀតដោយគេបានជូនកាដូគាត់ជាផ្សិតលិញជឿអីអញ្ចឹងណាដូច្នេះហើយម៉ាក់របស់ស៊ូវៃគាត់ពិតជាពេញចិត្តទៅលើឈីឆឹងមែនតែនឥឡូវនេះស៊ូវៃគេសម្រេចចិត្តហើយថាគេនឹងប្រាប់ការពិតទៅកាន់ឈីឆឹងចំណែកឯកំឡោះសង្ហាឈីឆឹងវិញពេលនេះគេកំពុងតែសេតញ៉ាំស្រាតែម្នាក់ឯងមិនដឹងថាគេសេតដោយសារតែរឿងអីទេសេតនោះសេតដល់ហើយដល់ទៅស៊ូវៃក៏មកដល់ផ្ទះរបស់ឈីឆឹងហើយណាឈីឆឹងគេក៏ឃើញស៊ូវៃដែរតែគេគ្មានអារម្មណ៍និយាយជាមួយទេស៊ូវៃគេដើរចូលមកក៏ឃើញថាឈីឆឹងកំពុងតែញ៉ាំស្រាអស់ច្រើនមែនតែនគេក៏សួរតើលោកមានអីទៅឈីឆឹងក៏ប្រាប់ទៅណាថាពេលនេះខ្ញុំគ្មានអារម្មណ៍ល្អនោះទេឯងត្រឡប់ទៅវិញសិនទៅស៊ូវៃគេប្រុងនឹងនិយាយហើយតែឈីឆឹងក៏បានស្ដីឲ្យគេតែម្ដងដោយឈីឆឹងបាននិយាយខ្លាំងៗថាឯងមិនលឺយើងនិយាយទេមែនទេយើងប្រាប់ឯងចេញទៅវិញទៅក៏ប៉ុន្តែស៊ូវៃគេអត់ទៅទេគេនិយាយគ្នាជាមួយនឹងឈីឆឹងសិនគេថាខ្ញុំចង់ដឹងតើការដាក់ទោសបែបណាដែលលោកចង់ផ្ដោតមកកាន់ខ្ញុំយ៉ាងណាមិញឈីឆឹងគេមិនចង់ស្ដាប់ទេណាគេក៏អូសដៃស៊ូវៃឲ្យចេញទៅតែបានអីស៊ូវៃក៏បកក្បាលជាមួយនឹងទ្វារយ៉ាងពេញទំហឹងឃើញម៉ែបនឹងឈីឆឹងគេពិតជាបារម្ភមែនតើគេថាឲ្យយើងសុំទោសស៊ូវៃគេក៏ចាន់ឈីឆឹងដោយគេនិយាយទៀតថាបើសិនជាខ្ញុំដឹងខ្ញុំមិនឲ្យលោកញ៉ាំស្រាតាំងពីដំបូងមកម្លេះឥឡូវនេះខ្ញុំស្ទើរតែគ្មានអារម្មណ៍ថាឈឺចាប់អីនោះទេដូច្នេះហើយឈីឆឹងគេក៏អបស៊ូវៃដែលគេនិយាយស្រួលបួលជាមួយនឹងស៊ូវៃវិញគេសុំឲ្យស៊ូវៃត្រឡប់ទៅវិញសិនទៅថ្ងៃស្អែកគេនឹងទៅរកស៊ូវៃឲ្យបានលឿនរួចហើយគេក៏ឲ្យស៊ូវៃចេញទៅវិញបាត់ទៅចំណែកស៊ូវៃវិញគេឡើងឈរអន់ចិត្តហើយនេះតែមានណាឈីឆឹងក៏ទាញដៃរបស់ស៊ូវៃចូលទៅក្នុងវិញតែម្ដងតែទាញចូលភ្លាមអញ្ចឹងច្បាស់ជាមានរឿងអីហើយមិនអញ្ចឹងក៏ប៉ុន្តែរឿងក៏មិនបានបង្ហាញដែរណាក៏កាន់មកដល់ឈុតពោះវិញបានតាមពិតទៅគេមិនបានធ្វើអីគ្នាទេគេកំពុងតែអង្គុយនិយាយគ្នាតើឈីឆឹងគេប្រាប់ស៊ូវៃថាពស់នេះវាមានអាយុកាល6ឆ្នាំហើយតាំងពីគេម្នាក់នោះបានឲ្យវាមកកាន់គេណាគេគិតថា6ឆ្នាំប្រហែលជាម្នាក់នោះគេមិនចាំវាទៀតទេស៊ូវៃក៏ចង់នឹងថាតើឈីឆឹងតាក់ទងជាមួយម្នាក់នោះបានយូរប៉ុណ្ណាទៅឈីឆឹងក៏ប្រាប់ទៅណាថារយៈពេល3ឆ្នាំស៊ូវៃគេក៏គិតក្នុងចិត្តថា6ឆ្នាំបានកន្លងផុតទៅចំណែកគេវិញក៏បានតាក់ទងគ្នាជាមួយនឹងយាយអស់រយៈពេល3ឆ្នាំដែរក៏ប៉ុន្តែគេមិនដឹងថាតើគេត្រូវប្រើពេលយូរប៉ុណ្ណាទើបអាចបំភ្លេចហើយក៏ឆ្ពោះទៅមុខទៀតបានឥឡូវនេះពីរអ្នកគេកំពុងតែមានវិបត្តិស្នេហាដូចគ្នាហើយនេះឈីឆឹងក៏បាននិយាយទៀតបើមិនមែនដោយសារតែវាងសួរទេមិត្តភាពរវាងគេនិងឆឹងអ៊ីគឺមិនអាចមកដល់ពេលនេះឡើយឡើយដែលវាងសួរចេះដឹងខ្លួនហើយក៏រត់ទៅក្រៅប្រទេសបានកុំឲ្យគេឃើញវាងសួរម្ដងទៀតឲ្យសោះតែគេឃើញគេនឹងសម្លាប់វាងសួរជាមិនខានឈីឆឹងគេខឹងវាងសួរណាស់ដោយសារតែវាងសួរលេចមានទំនាក់ទំនងជាមួយនឹងឆឹងអ៊ីហ្នឹងរួចហើយឈីឆឹងក៏សួរទៅកាន់ស៊ូវៃគេថាតើប៉ៅតើអញធ្លាប់មានបទពិសោធន៍ដែរឬអត់បទពិសោធន៍ជាមួយនឹងគូប្រជែងស្នេហាឯងដឹងទេវាមានអារម្មណ៍ថាដូចស្វាគមន៍នរណាម្នាក់ជាមួយនឹងការញញឹមអញ្ចឹងស៊ូវៃក៏គិតក្នុងចិត្តតើនេះមិនមែនជាអ្វីដែលលោកកំពុងតែជួបទេមែនទេគេចង់បានន័យថាឥឡូវនេះឈីឆឹងកំពុងតែមានគូប្រជែងស្នេហាដែរតើគឺរវាងគេឈីឆឹងនិងយាយឈីឆឹងក៏និយាយទៀតថាយើងមានបទពិសោធន៍រហូតដល់6ឆ្នាំពេញស៊ូវៃគេគិតថាគេក៏ដូចគ្នាដែលគេមានបទពិសោធន៍នឹងជាង6ខែហើយរីឯឈីឆឹងក៏និយាយទៀតតើប៉ៅហើយក៏អាប់តើប៉ៅតែម្ដងគេថាឯងនៅតែជាមនុស្សម្នាក់ដែលល្អបំផុតមិនតែប៉ុណ្ណោះទេគេថែមទាំងសរសើរស៊ូវៃថាមានបេះដូងដ៏បរិសុទ្ធទៀតមិនដឹងថាតើស៊ូវៃគេហ៊ានប្រាប់ការពិតទៅកាន់ឈីឆឹងឬអត់ទេនេះរួចហើយគេក៏សុំឈីឆឹងទៅញ៉ាំទឹកបន្តិចសិនទៅក្នុងចិត្តរបស់គេពេលនេះកំពុងតែច្បុកច្បល់ព្រោះថាខឹងឈីឆឹងផងអាណិតឈីឆឹងផងណាស្រាប់តែគេងាកទៅនៅក្នុងធុងសម្រាមសុទ្ធតែស្នូពុតជាច្រើនឈីឆឹងពេលនេះគេចូលចិត្តញ៉ាំពុតមែនតែនដោយសារតែស៊ូវៃហ្នឹងតែអូនគេចូលចិត្តញ៉ាំអីគេក៏ចូលចិត្តញ៉ាំនឹងដែរមិនអញ្ចឹងព្រោះថាពុតហ្នឹងគឺជាអនុស្សាវរីយ៍ស្នាមថើបរបស់ពួកគេផង
តែយ៉ាងណាមិញឈីឆឹងគេនៅតែមិនទាន់ភ្លេចសង្សារចាស់របស់គេបានទៀតគេធ្លាប់គិតថាគេចង់ចំណាយពេលមួយជីវិតជាមួយនឹងវាងសួរតែមកដល់ពេលនេះពេលដែលគេគិតទៅវាគួរឲ្យសំណើចណាស់ពេលដែលលើបែបហ្នឹងសួរអ្វីគេគិតថាតែមានស្នេហាល្ងងអញ្ចឹងវាជារឿងធម្មតាទេទំនាក់ទំនងរវាងគេនិងយាយស្ទើរតែដល់ចំណុចមួយដែលគ្រួសារដឹងឮហើយក៏ប៉ុន្តែក៏អត់វិញឈីឆឹងក៏សួរទៅកាន់សួរអ្វីតែអញគិតថាយើងឆ្លុះអង្វែងជាមួយនឹងស្នេហាពេកទេស្រាប់តែកលេចទៅមើលសួរអ្វីគេកំពុងតែយំឃើញម៉ែហ្នឹងឈីឆឹងគេថាអត់ទេយើងនិយាយអំពីបញ្ហារបស់យើងតើហេតុអីបានជាឯងយំអញ្ចឹងសួរអ្វីក៏តបតើនរណាគេយំដោយសារតែលោកខ្ញុំយំដោយសារតែរឿងរបស់ខ្ញុំតើឃើញអូនកំពុងតែយំអញ្ចឹងគេនៅស្ងៀមមិនបានគេក៏ទៅអោបទៅជូតទឹកភ្នែកឲ្យសួរអ្វីណាមានប្រុសស្អាតជូតទឹកភ្នែកឲ្យអញ្ចឹងសួរអ្វីគេកាន់តែយំបន្ថែមទៀតដោយគេយំបណ្ដានិយាយបណ្ដាខ្ញុំមានអារម្មណ៍ថាខ្ញុំមានកំហុសនៅក្នុងបេះដូងរបស់ខ្ញុំលើបែបហ្នឹងឈីឆឹងក៏ឆ្ងល់តែឯងមានកំហុសអ្វីទៅនៅក្នុងចិត្តរបស់សួរអ្វីពេលនេះគេពិតជាពិបាកចិត្តមែនតែនគេក៏ប្រាប់ទៅខ្ញុំមិនល្អទាំងអស់នោះទេនិយាយទៅគេប្រងនឹងប្រាប់រឿងទាំងអស់ហើយក៏ប៉ុន្តែឈីឆឹងគេក៏កេងលក់បានអញ្ចឹងហើយមានតែអត់បានប្រាប់បន្តទៀតអញ្ចឹងទៅណារឿងក៏បានកាត់មកដល់ថ្ងៃថ្មីសួរអ្វីកំពុងតែអង្គុយដែលគ្មានពលឹងពលះអីសោះសូម្បីតែសែវសួយនិយាយជាមួយគេនឹងក៏គេមិនបានចាប់អារម្មណ៍ដែរសួរអ្វីក៏ប្រាប់សែវសួយទៅថាម្សិលមិញគេបានទៅជួបកាងជឺគេបានដឹងថាឈីឆឹងបានដូរការងារដោយសារតែប៉ារបស់គេវាគ្មានពាក់ព័ន្ធអីនឹងការចង់ធ្វើបាបជាមួយនឹងសួរអ្វីនោះឡើយដូច្នេះហើយសួរអ្វីគេគិតថាឈីឆឹងគេមិនដឹងទេថាយាយជាសង្សាររបស់សួរអ្វីនោះជារៀងរាល់ពេលដែលពួកគេមានបញ្ហាជាមួយគ្នាវាគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះសើសួយគេគិតថាប្រហែលជាវាសនាដែលធ្វើឲ្យឈីឆឹងនិងសួរអ្វីបានជួបគ្នាប៉ុន្តែសួរអ្វីគេថាវាជាវាសនាដែលឈឺចាប់និងស្មុគស្មាញបំផុតបើសិនជាអញ្ចឹងមានន័យថាសួរអ្វីកំពុងតែសងសឹកមនុស្សខុសហើយដូច្នេះលោកគ្រូពេទ្យក៏ចង់ដឹងតើសួរអ្វីនឹងបន្តធ្វើអីបន្តទៀតទៅយ៉ាងណាមិញសួរអ្វីគេថាគេមិនដឹងនោះទេសើសួយក៏ឲ្យយោបល់យើងគួរតែឲ្យវាកន្លងផុតទៅមិនដែរចំណែកឯសួរអ្វីក៏តបត្រូវឲ្យឯងបានគិតអំពីវាហើយមែនទេស្រាប់តែពេលហ្នឹងយាយគេក៏ខលមកសួរអ្វីឃើញនឹងគេឡើងឆ្ងល់មិនបានយាយមានលេខរបស់គេអញ្ចឹងតាមពិតទៅយាយនឹងមិនដឹងនោះទេថាជាសួរអ្វីនោះនាងគ្រាន់តែដឹងថាជាលេខទូរស័ព្ទអ្នកដែលលួចតាក់ទងគ្នាជាមួយឈីឆឹងពេលដែលសួរអ្វីគេលើកទៅយាយនឹងគិតថាជាសម្លេងរបស់មនុស្សប្រុសតើនឹងអត់ដឹងឯនោះថាសង្សាររបស់ខ្លួនស្រឡាញ់ប្រុសឯហ្នឹងណានាងក៏សួរទៅតើលោកជាណាគេសួរអ្វីវិញគេក៏អត់មានលាក់ដែរគេថាគេគឺជាវូឈីឆុងគ្រាន់តែលើអញ្ចឹងយាយនឹងភ្ញាក់តែម្ដងនាងថាហេតុអីបានជាលោកអញ្ចឹងសួរអ្វីក៏តបនាងជាអ្នកខំមកខ្ញុំតើហេតុអីបានជាមកសួរខ្ញុំថាជានរណាគេទៅវិញយាយនឹងក៏គិតក្នុងចិត្តជាអតីតមិត្តប្រុសរបស់ខ្ញុំទេនាងខំខ្លាំងណាស់ទម្រាំតែបានលេខទូរស័ព្ទនឹងមកនាងក៏សួរអ្វីទៅតើលោកកំពុងតែប្រើលេខទូរស័ព្ទនឹងមែនទេសួរអ្វីគេឆ្លើយទាំងគំរោះគំរើយតែម្ដងណាគេលេងដូចមុនហើយគេថាតើនាងធ្លាប់ប្រើលេខទូរស័ព្ទដូចគ្នាយាយក៏និយាយវូឈីឆុងលោកមិនមានការខ្មែរអ៊ីនទាល់តែសោះសួរអ្វីក៏តបខ្មែរអ៊ីនយ៉ាងម៉េចគឺយាយនាងថាសួរអ្វីចំណាយនាងដោយសារតែនាងល្អជាងចឹងហើយបានជាសួរអ្វីខំប្រឹងធ្វើយ៉ាងណាឲ្យនាងមានបញ្ហាជាមួយនឹងឈីឆឹងនាងក៏បានបន្ថែមទៀតវាគ្មានផ្លូវទេដែលខ្ញុំត្រូវទៅចាប់អារម្មណ៍លោកវិញនោះបោះបង់កំណត់លោកចោលទៅហើយឈប់ខំមកមាត់ប្រុសរបស់ខ្ញុំទៀតហើយកំប្រាប់ឈីឆឹងពីខ្ញុំមិនសោះបើមិនអញ្ចឹងទេខ្ញុំមិនអត់ទោសឲ្យលោកឡើយតែសួរអ្វីគេមិនខ្វល់ទេដរាបណាយាយមិនហ៊ាននិយាយអំពីគេទៅប្រាប់ឈីឆឹងលើបែបហ្នឹងនាងឡើងអស់សំណាចតែម្ដងណានាងសួរទៅកាន់សួរអ្វីថាលោកគិតថាលោកមានចំណុចណាដែលពិសេសមែនទេនាងកំពុងតែនិយាយនឹងស្រាប់តែសួរអ្វីក៏បិទទូរស័ព្ទបានប្រហែលជាដោយសារតែសួរអ្វីគេច្រេះនឹងយាយពេកហ្នឹងណារួចហើយគេក៏ប្រាប់អ្នកគ្រូពេទ្យទៅថាគេបានសម្រេចចិត្តហើយគឺគេនឹងធ្វើឲ្យយាយធ្លាក់ទៅដល់បានតែម្ដងចឹងមានន័យថាគេលេងមានគំនុំជាមួយបងគេទៀតហើយណាគេសងសឹកតែយាយឯងទន្ទឹមនឹងការសងសឹកហ្នឹងគេច្បាស់ជាមានគំនិតអីថ្មីដែលត្រូវធ្វើដាក់ឈីឆឹងទៀតហើយមិនចឹងសែលសួយណាគឺថាគេប៉ិនមែនតែនគេពូកែលួងក្មេងខ្លាំងណាស់អូនតូចហ្នឹងគេចង់ឲ្យអ្នកគ្រូពេទ្យដកស្រោមគេទេតែសែលសួយគេមានជំនាញចេះលួងចេះអីអញ្ចឹងណាស្របពេលហ្នឹងឆឹងអីគេដើរចូលមកគេឃើញគេឡើងចាប់អារម្មណ៍ទៅលើសែលសួយតែម្ដងបើតាមយើងមើលទៅដូចជាមិត្តប្រុសកំពុងតែមកជួយចាំមិត្តស្រីអញ្ចឹងឡើងគួរឲ្យស្រឡាញ់តែម្ដងនេះរួចហើយអូនតូចហ្នឹងគេថាបាយបងប្រុសសែលសួយចំណែកឆឹងអ៊ីវិញគេក៏ធ្វើដូចជាកូនក្មេងដែរណាគេថាបងប្រុសស្អាតតើខ្ញុំអាចបើអាហារអីមួយពេលបានទេខ្ញុំឮថាហាងផ្ទះលេខ2ក្បែរនេះទើបតែបើកថ្មីមើលទៅខាងស្រីគេដូចជាមិនចង់និយាយជាមួយមិនទេនេះគេក៏ប្រាប់ទៅថាមិនបាច់ចាំខំប្រឹងដោយសារតែគេទេជួយក៏តបយ៉ាងម៉េចទៅល្បីដែលឯងចង់លេងគឺត្រូវបានលេងហើយខ្ញុំបានស្វែងយល់ពីអ្វីដែលខ្ញុំត្រូវការចង់ដឹងអ្វីដែលខ្ញុំកំពុងធ្វើឥឡូវនេះគឺមិនមែនដោយសារតែខ្ញុំនោះទេក៏ប៉ុន្តែសែលសួយគេធ្វើដូចជាមិនយល់ណាគេមិនយល់ទេលេងល្បិចលេងស្អីចំណែកឆឹងអ៊ីក៏បានបន្តទៀតថាមានរឿងខ្លះខ្ញុំចង់យល់តែខ្ញុំមិនទាន់រកចម្លើយឃើញនោះគឺវូស៊ូវៃគេស្និទ្ធស្នាលជាមួយនឹងប្អូនប្រុសរបស់ខ្ញុំណាយ៉ាឆឹងអ៊ីហើយឈីឆឹងសិតតែប្អូនប្រុសណាអ្នកមិនដឹងស្ដាប់ទៅច្បាស់ជាគិតថាពីអ្នកគេប្រហែលជាត្រូវគ្នាណាស់ហើយមើលទៅគេក៏ចង់នឹងថាតើស៊ូវៃជាអ្វីឲ្យប្រកាសទៅលើបែបហ្នឹងសែលសួយគេឡើងភ័យហ្មងគេក៏សួរតើលោកចង់បាននេះថាម៉េចឆឹងអ៊ីក៏ដើរទៅចិត្តកូនស្រីរបស់យើងដែរនិយាយទៀតថាលបែងគូប្រជែងស្នេហ៍របស់ឯងតើវាសប្បាយណាស់មែនទេមានអីគម្រាមប៉ុណ្ណឹងហើយមិនដែលថាកូនស្រីរបស់យើងមិនទៅតាមណោះចឹងហើយសែលសួយគេក៏ទៅញ៉ាំអីជាមួយនឹងឆឹងអ៊ីទៅឃើញថាទូប្រុសរបស់យើងគេពិតជាសុភាពបរោះមែនសុទ្ធតែបបបង្គាឲ្យកូនស្រីរបស់យើងទៀតបបបង្គាអត់ចង់មើលទេចង់ឃើញគេបបបង្គានៅលើក្រែឯណោះចំណែកកូនស្រីរបស់យើងគេសុំកុំឲ្យប្រាប់ឈីឆឹងឲ្យសោះណាវាជារឿងចៃដន្យនោះទេដែលស៊ូវៃចូលទៅពាក់ព័ន្ធជាមួយនឹងឈីឆឹងនោះសែលសួយគេខំសំវប៉ុណ្ណឹងហើយតែឆឹងអ៊ីគេគ្មានស្ដាប់តតែសោះហ្មងណាគេមិនខ្វល់ទេគេបាយជាដួសស៊ុបឲ្យអូនគេញ៉ាំណាក៏ប៉ុន្តែកូនស្រីរបស់យើងគេមិនយ៉ាងនៅសុកទៅគេ
គេក៏និយាយទៀតខ្ញុំដឹងហើយថាលោកនឹងឈីឆឹងមានរឿងមិនល្អជាមួយគ្នានោះទេស្រាប់តែឆឹងអ៊ីក៏បញ្ចុះបង្គាទៅកាន់សែវសួយគេញ៉ាំតែមួយម៉ាត់នឹងក៏មានអារម្មណ៍ថាឡើងឆ្ងាញ់អញ្ចឹងហើយចាំកាលទៀតដាក់យកតែម្ដងទៅបានឆ្ងាញ់អញ្ចឹងហើយក៏ចង់ដឹងទៀតថាតើឆឹងអ៊ីស្គាល់ហាងនឹងមកពីណាគឺក្រុមហ៊ុនរបស់ឆឹងអ៊ីតាក់ទងនឹងការស្វែងរកអាហារណាឆ្ងាញ់អញ្ចឹងហើយបានជាគេស្គាល់ហាងមួយនេះនោះគេថាចាំមើលតែសែវសួយតនេគេនឹងនាំសែវសួយដើរភ្លក់ម្ដងមួយហាងតែម្ដងខូចណាស់កូនប្រុសយើងតាមពិតទៅចង់នាំកូនស្រីយើងដើរលេងសោះហ្នឹងណាកូនស្រីយើងក៏សួរបញ្ជាក់លោកពិតជាចង់នាំខ្ញុំទៅញ៉ាំអាហារមែនឆឹងអ៊ីក៏តបដូច្នេះតើអីទៅដែលឯងចង់តើមានអីដែលអភិវឌ្ឍជាងនេះទេគេចង់បានន័យថាអភិវឌ្ឍរវាងទំនាក់ទំនងពីរអ្នកគេណាគ្រាន់តែលឿនចឹងកូនស្រីយើងគេឡើងកញ្ញែងខ្លួននេះងាយណាស់មានប្រុសស្អាតមកស្រឡាញ់ចឹងអ្នកអើយបើថាមិនម៉ាឲ្យអត់មានវិញមកអញ្ចឹងណែគេបានឆ្ងាញ់អញ្ចឹងហើយគេក៏ទិញមកផ្ញើអ្នកអូនតែម្ដងសួរឲ្យគេញ៉ាំទៅគេក៏គិតថាឆ្ងាញ់ដែរគេថែមទាំងសរសើរឆឹងអ៊ីថាពិតជាបកាយរកកន្លែងម៉េះដូច្នេះហើយអ្នកបងធំគេថាឆឹងអ៊ីមិនមែនអត់ប្រយោជន៍គ្រប់រឿងឯណាគេសប្បាយចិត្តខ្លាំងណាស់ដោយសារតែគេបានញ៉ាំអាហារផ្ទះលេខ2គេធ្លាប់ឃើញតែនៅក្នុងវីដេអូខ្លីៗតែប៉ុណ្ណោះមិនដឹងថាឆ្ងាញ់ស្អីទេអាហារផ្ទះលេខ2សោះចាញ់អាហារខ្មែរយើងផងចំណែកសួរវ៉ៃគេគិតថាដូចជាមាននរណាគេម្នាក់មានឥទ្ធិពលទៅលើសែវសួយឥឡូវឆឹងអ៊ីគេចាប់ផ្ដើមវាយលុកបេះដូងរបស់សែវសួយណាសែវសួយក៏ប្រាប់ទៅកាន់សួរវ៉ៃជាសិស្សកុំនិយាយប្រហើនអញ្ចឹងហើយគេក៏ចង់ដឹងរវាងសួរវ៉ៃនិងឈីឆឹងតែយ៉ាងម៉េចហើយសួរវ៉ៃក៏ប្រាប់ទៅប្រហែលថ្ងៃនេះរវល់យើង ignore គេតែអ្នកគ្រូពេទ្យគេមិនជឿទេណាគេថាឯង ignore គេឬក៏ឯងមានអារម្មណ៍ថាមានកំហុសអញ្ចឹងហើយសួរវ៉ៃគេឆ្លាតចាញ់បដ ாய்សែវសួយក៏ចង់នឹងទៀតចោះតើគេមានតាក់ទងមកឯងមុនអត់សួរវ៉ៃក៏តបថាអត់ទេតាំងពីយើងបានផឹកជាមួយគ្នាកាលពីលោកមុនមកម្លេះឥឡូវនេះគេមិនដែលតាក់ទងមកយើងទៀតសោះលើបែបហ្នឹងសែវសួយក៏ចង់ដឹងតើមានរឿងអីកើតឡើងលើពីការផឹកស្រាអត់ក៏ប៉ុន្តែសួរវ៉ៃគេថាគ្រាន់តែនិយាយគ្នាទេគេក៏បានប្រាប់យើងពីរឿងរបស់គេកាលពីមុនដែរយើងមិនដែលឃើញគេអញ្ចឹងពីមុនមកទេណាមើលទៅគេទៅគួរអាណិតណាចំណែកអ្នកគ្រូពេទ្យគេលឺអញ្ចឹងហ្នឹងគេគិតថាដូចជាមិនសមសោះមនុស្សដូចជាឈីឆឹងនិយាយអញ្ចឹងគេអត់ខ្មាស់ទេបាននេះនឹងខ្មាស់បើគេស្វឹងបាត់អីហ្នឹងទាល់តែ7ថ្ងៃបានគេដឹងខ្លួនអ្នកគ្រូពេទ្យគេដូចជាមិនជឿទេគេឲ្យសួរវ៉ៃខលទៅកាន់ឈីឆឹងដើម្បីបញ្ជាក់មើលតែសួរវ៉ៃគេគិតថាប្រហែលជាឈីឆឹងមិនចេះខ្មាស់ទេចំណែកឈីឆឹងវិញពេលនេះគេកំពុងតែចាំទូរស័ព្ទរបស់សួរវ៉ៃល្មមគេមើលទូរស័ព្ទបដាគេគប់ព្រួញបដាដោយសារតែគេខឹងសួរវ៉ៃពេកព្រោះថាឥឡូវនេះគេចាំខ្លាំងណាស់ក៏ប៉ុន្តែសួរវ៉ៃមិនព្រមខលមកគេទាល់តែសោះមានណាស្រាប់តែសួរវ៉ៃខលមកគេពិតជាសប្បាយចិត្តមែនតើចាំការទៀតគេក៏លើកទូរស័ព្ទយ៉ាងលឿនតែម្ដងសួរវ៉ៃក៏សួរតែលោកកំពុងតែធ្វើអីឈីឆឹងគេចេះតែកុហកទៅគេថាកំពុងតែញ៉ាំបាយជាមួយមិត្តភ័ក្តិខាងស្រីក៏ចង់នឹងទៀតតែជាមិត្តភ័ក្តិមួយណាទៅតែខាងប្រុសវិញក៏សួរតែមានរឿងសំខាន់មែនទេបើគ្មានអីទេយើងបិទទូរស័ព្ទហើយឈីឆឹងគេធ្វើរកគេហ្នឹងតាមពិតទៅនឹកសួរវ៉ៃប៊ីងាប់ហើយគ្នាចំណែកឯប្រុសពីរអ្នកនោះឃើញឈីឆឹងហ្នឹងក៏លន់មាត់ថាមិនក៏សុភាពម៉េះថ្ងៃនេះក្រែងជាធម្មតាពេលចង់បិទទូរស័ព្ទបិទតែម្ដងហើយឈីឆឹងគេបានខ្លាំងតែមាត់ហ្នឹងហើយស្មានតែគេហ៊ានបិទអញ្ចឹងហើយឈីឆឹងក៏ប្រាប់ពីអ្នកទៀតឲ្យបិទមាត់ភ្លាមចំណែកសួរវ៉ៃក៏និយាយសាច់ការទៅណាគេចង់ដឹងថាតើថ្ងៃមុនលោកបាននិយាយអំពីអតីតកាលរបស់លោកប្រាប់ខ្ញុំទេខ្ញុំត្រឡប់មកវិញខ្ញុំបានគិតអំពីវាជាច្រើនក៏ប៉ុន្តែឈីឆឹងគេបានឆ្លើយទេគេក៏បិទទូរស័ព្ទបានឃើញទេសែវសួយគេថាឈីឆឹងខ្មាស់គឺខ្មាស់ហើយចំណែកសួរវ៉ៃគេយល់ថាបរិសម្នាក់នេះគឺគួរឲ្យអស់សំណើចណាកំឡុងសង្ហាឈីឆឹងអារម្មណ៍អត់ល្អហ្នឹងគេក៏ដើរចេញភ្លាមតែម្ដងគេទៅចោលកាងជឺបាត់កាងជឺគេថាប្រហែលថ្ងៃនេះអ្នកប្រុសរបស់គេគឺអញ្ចឹងឯងគ្រាន់តែគេដើរជាមួយអ្នកប្រុសគេនឹងក៏ត្រូវរក្សាគម្លាត3ម៉ែត្រដែរបើមុខគេវិញឡើងជូរហ្មងកាងជឺចេញទៅដើមអ្នកប្រុសទៀតនេះយើងមកមើលស្រីវិញពេលនេះសួរវ៉ៃកំពុងតែរនឹកវិធីដើម្បីបំបាយឈីឆឹងនឹងយាវាពិបាកដែរដោយសារតែឈីឆឹងត្រូវស្ដាប់តាមប៉ារបស់គេបើសិនជាគេចង់ឲ្យពោះរបស់គេនៅរស់ទាំងអស់ណាតាមពិតទៅប៉ារបស់ឈីឆឹងគាត់ក៏មិនមែនពេញចិត្តយាតែម្ដងដែរតែការតាក់ទងយាគ្រាន់បើជាងឲ្យកូនប្រុសរបស់គាត់តែតាក់ទងជាមួយនឹងមនុស្សប្រុសចឹងមានន័យថាបើសិនជាឈីឆឹងមកតាក់ទងជាមួយនឹងសួរវ៉ៃលុះត្រាតែឈីឆឹងត្រូវបោះបង់ពោះរបស់គេចោលទាំងអស់ក៏ប៉ុន្តែសួរវ៉ៃគេមិនចង់ចឹងឡើយគេមិនចង់ដោយសារតែគេធ្វើឲ្យឈីឆឹងបាត់បង់ពោះរបស់គេទាំងអស់ណាដូច្នេះហើយគេនឹងរៀបចំគម្រោងបង្ខំឲ្យឈីឆឹងនឹងយាបែកគ្នាតែម្ដងអ្វីដែលយាខ្លាចបំផុតគឺជាពោះនាងច្បាស់ជាស្អប់សែវជូប៉ាវហើយឥឡូវនេះនាងកំពុងតែមានគម្រោងចង់កម្ចាត់សែវជូប៉ាវណាគ្រាន់តែពេលនេះនាងចាប់ផ្ដើមធ្វើខ្លួននាងដូចជាព្រះនាងសិនបន្ទាប់មកថ្ងៃមួយនាងនឹងចាប់ផ្ដើមធ្វើបាបសែវជូប៉ាជាមិនខានពេលនោះសួរវ៉ៃគេនឹងចូលទៅជួយណាព្រោះថាសែវជូប៉ាក៏ដូចជាសមាជិកនៅក្នុងគ្រួសាររបស់គេមួយដែរអ្វីដែលសួរវ៉ៃត្រូវធ្វើគឺគេត្រូវទាញប្រយោជន៍ពីមនុស្សព្រោះថាយាមិនអាចទន្ទឹងរង់ចាំនៅក្នុងការរៀបការចូលទៅក្នុងគ្រួសារអ្នកមានបានទេអញ្ចឹងឧបសគ្គរបស់នាងច្បាស់ជាគំនិតឆាប់នេះហើយសួរវ៉ៃគេនឹងធ្វើឲ្យយាមានពេលវេលាជាមួយនឹងសែវជូប៉ាឲ្យកាន់តែច្រើនដូច្នេះហើយយាច្បាស់ជាស្អប់សែវជូប៉ាលឿនទៅពេលវេលាមកដល់នៅពេលដែលឈីឆឹងដឹងយាច្បាស់ជាត្រូវឈីឆឹងទាត់ចេញជាមិនខានចាំមើលថាតើគម្រោងរបស់ពីរអ្នកគេនឹងទៅជាយ៉ាងណារឿងក៏បានកាត់មកនៅពេលដែលសួរវ៉ៃកំពុងតែលើកពោះគេហត់ខ្លាំងណាស់ឡើងបែកញើសជោកឲ្យស្រាប់តែឃើញសែវជូប៉ាគេឡើងសប្បាយចិត្តមិនបានគេសប្បាយចិត្តទេដោយសារតែគេបានជួយអាបងគេគេក៏សួរអាបងគេទៅតើលោកមកធ្វើអីនៅទីនេះស្រាប់តែអាបងគេឃើញអូនបែកញើសគេក៏ជូតញើសឲ្យក៏ប៉ុន្តែគេជូតនៅដៃហ្នឹងអញ្ចឹងគេកាន់តែជូតកាន់តែហូរញើសថែមហ្នឹងហើយណាមួយពួកគេមិនមែននៅតែពីរនាក់ឯណាឃើញអញ្ចឹងណាប្រុសស្អាតម្នាក់នោះគេចេះខ្លាំងណាស់គេធ្វើជាមានខ្សាច់នៅក្នុងភ្នែកគេក៏ដើរចេញទៅបាត់ទៅ
គេចង់ទុកឲ្យគូស្នេហ៍ពីរនាក់នេះផ្អែមល្ហែមជាមួយគ្នាអញ្ចឹងណាឈីឆឹងក៏លន់មកថាម្នាក់នោះអៀនជាងស៊ូវ័យទៅទៀតថាស៊ូវ័យអៀនមិនគេកំពុងតែអៀនឯនេះគេមិនដឹងថាធ្វើអីក៏យកបារីរបស់ឈីឆឹងមកជួបមួយទៅចឹងណាតែនឹងមើលបងយល់ឡើងតែគេចេះជួបតាមគ្នាអញ្ចឹងណាឈីឆឹងក៏សួរស៊ូវ័យតើពីអ្នកគេបែកគ្នានឹងអស់រយៈពេលប្រហែលថ្ងៃហើយស៊ូវ័យគេគិតថាប្រហែលជា5ថ្ងៃអីហ្នឹងតែអត់ទេអាបងគេចាំច្បាស់ណាស់គឺ6ថ្ងៃពេញហ្មងគេឈោមមកមុខស៊ូវ័យអញ្ចឹងស៊ូវ័យឡើងធ្វើអីមិនចាញ់ទេនេះគេក៏បែរជានិយាយថាបារីនេះមានរសជាតិល្អណាស់អាបងគេក៏ទាញក៏មិននិយាយជាមួយគេមើលតែឯងបានលក់ពងពោះមែនទេស៊ូវ័យក៏ប្រាប់ថាមិនទាន់ទេដោយសារតែទីផ្សារឥឡូវមិនសូវល្អដូច្នេះហើយគេមិនហ៊ានធ្វើអីផ្ដេសផ្ដាស់នោះទេស្រាប់តែអាបងរបស់គេក៏បានយកបារីពីគេយកមកជក់តថ្ងៃនេះមិនបានថាមាត់អូនក៏បានជួបបារីតពីអូនទេណោះគេគិតក្នុងចិត្តថាឯងពិតជាដឹងពីរបៀបដែលលេងហ្គេមជាមួយនឹងយើងមែនគិតថាយើងមិនដឹងទីផ្សារឆ្នាំនេះមែនទេចំណែកស៊ូវ័យក៏តបនៅក្នុងចិត្តថាខ្ញុំដឹងថាលោកចូលចិត្តលេងហ្គេមសាក់ចិត្តណារួចហើយពីអ្នកគេក៏មិនដាលេងជាមួយគ្នាជួនអីស្លៀកកៅអៅឡើងដូចគូស្នេហ៍តែម្ដងហើយក៏មានជាការញ៉ៃញ័រគ្នាអីអញ្ចឹងណាស៊ូវ័យគេឡើងអៀនឯនេះព្រោះអីមានស្រីពីរអ្នកកំពុងតែដើរកាត់ហ៎បាច់អៀនទេឈីឆឹងគេកាន់ដៃឡើងជាប់រួចហើយឈីឆឹងក៏ប្រាប់ឲ្យស៊ូវ័យកុំកម្រើកដោយគេសេរីសោះឲ្យស៊ូវ័យឲ្យបានស្រួលបួលអីអញ្ចឹងណាចំណែកស៊ូវ័យគេកំពុងតែគិតអំពីរឿងរបស់គេឥឡូវនេះចូលដល់រដូវស្លឹកឈើជ្រុះហើយតែមួយប្រព្រឹត្តភ្នែកសោះគេនឹងយឺបានបែកគ្នាយ៉ាងយូរកាលនោះគេខំរក្សាទំនាក់ទំនងណាឥឡូវមិត្តស្រីរបស់គេបែរជាមានដៃគូថ្មីវិញគេគិតថាពិភពលោកមួយនេះវាពិតជាឈួតមែនតើរឿងក៏បានបង្ហាញយើងឃើញបន្តិចតាមពិតទៅក្រុមហ៊ុនរបស់ជឹងអ៊ីមានផ្នែកវិតម្លៃមកហូបពីណាមកគេខលទៅប្រាប់កូនចៅរបស់គេឲ្យបង្កើតផ្នែកនឹងភ្លាមណាហើយនឹងសើចមើលអាហារឆ្ងាញ់ទូទាំងប្រទេសតែម្ដងគេធ្វើនឹងគឺដើម្បីមនុស្សដែលគេស្រឡាញ់តែប៉ុណ្ណោះបើគេមិនស្រឡាញ់ស្មានតែគេទៅធ្វើអញ្ចឹងណោះរឿងរបស់យើងភាគទី6ក៏ចាប់តែត្រឹមហ្នឹងហើយចាំមើលភាគទី7ជាបន្តទៀតអរគុណអ្នកនរគ្នាបាយបាយ This is a drama. I'm the drama.